Napoleon Bonaparte បានឡើងកាន់អំណាចនៅប្រទេសបារាំងតាមរយៈការធ្វើរដ្ឋប្រហារនៅឆ្នាំ1799ដោយពីដំបូងណាប៉ូឡេអុងកាន់អំណាចជាកុងស៊ុលដែលមានឋានៈជាប្រមុខរដ្ឋនៃរបបសាធារណរដ្ឋបារាំងក៏ប៉ុន្តែនៅឆ្នាំ1804ពលគឺ15ឆ្នាំក្រោយពីការធ្វើបដិវត្តន៍ដួលរំលំរបបរាជានិយមផ្ដាច់ការបារាំងស្រាប់តែបានបោះបង់ចោលរបបសាធារណរដ្ឋហើយវិលត្រឡប់ទៅរករបបដឹកនាំបែបរាជានិយមផ្ដាច់ការដោយកាលពីមុនវិញគឺតាមរយៈការបង្កើតជាចក្រភពបារាំងដែលមានណាប៉ូឡេអុងជាអធិរាជក៏ប៉ុន្តែអ្វីត្បិតតែបារាំងវិលត្រឡប់ទៅរករបបរាជានិយមផ្ដាច់ការវិញក៏ប៉ុន្តែនៅក្រោមការដឹកនាំរបស់ណាប៉ូឡេអុងបារាំងបានស្គាល់នូវភាពរុងរឿងហើយអធិរាជណាប៉ូឡេអុងបានទទួលនូវការគាំទ្រនិងការស្រឡាញ់ចូលចិត្តពីសំណាក់ប្រជាជនបារាំងជាទូទៅតាមការពិតការបង្កើតចក្រភពបារាំងនិងការតែងតាំងណាប៉ូឡេអុងជាអធិរាជត្រូវបានធ្វើឡើងដោយមានការបោះឆ្នោតគាំទ្រយ៉ាងច្រើនលើសលប់ពីសំណាក់សភាបារាំងនៅខែធ្នូឆ្នាំ1804ណាប៉ូឡេអុងបានទទួលការចាក់ប្រេងតាំងជាអធិរាជពីសំណាក់សម្ដេចប៉ាបទៅតាមទំនៀមទម្លាប់របស់មហាក្សត្រនៅអឺរ៉ុបនៅក្នុងប្រទេសបារាំងណាប៉ូឡេអុងត្រូវបានប្រជាជនចាត់ទុកជាស្ដេចក៏ប៉ុន្តែនៅឯក្រៅប្រទេសវិញស្ដេចនៅតាមបណ្ដាប្រទេសក្នុងតំបន់អឺរ៉ុបនៅតែចាត់ទុកណាប៉ូឡេអុងថាជានិមិត្តរូបនៃបដិវត្តន៍ប្រឆាំងនឹងរបបរាជានិយមហើយសង្គ្រាមរវាងបារាំងនិងបណ្ដាប្រទេសក្នុងតំបន់អឺរ៉ុបដែលបានផ្ទុះឡើងតាំងពីក្រោយបដិវត្តន៍ទម្លាក់ស្ដេចលូវីទី16នៅតែបន្តកើតមានក៏ប៉ុន្តែតាមរយៈយុទ្ធសាស្ត្រទ័ពនិងនយោបាយការទូតដ៏ឆ្លាតវៃណាប៉ូឡេអុងបានដឹកនាំប្រទេសបារាំងឲ្យក្លាយទៅជាមហាអំណាចដែលកាន់កាប់តំបន់អឺរ៉ុបស្ទើរតែទាំងអស់នៅឆ្នាំ1805ចក្រភពរុស្ស៊ីនិងចក្រភពអូទ្រីសដែលមានការជួយគាំទ្រផ្នែកហិរញ្ញវត្ថុពីសំណាក់អង់គ្លេសបានរួមគ្នាបង្កើតទៅជាសម្ព័ន្ធភាពដើម្បីប្រយុទ្ធប្រឆាំងនឹងណាប៉ូឡេអុងក៏បាននាំទ័ពឆ្លងកាត់តាមអាល្លឺម៉ង់សម្ដៅវាយលុកទៅលើចក្រភពអូទ្រីសនៅថ្ងៃទី2ខែធ្នូឆ្នាំ1805នៅក្នុងសមរភូមិអូស្តាលីតកងទ័ពរបស់ណាប៉ូឡេអុងដែលមានចំនួនតិចជាងបានវិបំបាក់កងទ័ពរបស់អូទ្រីសនិងរុស្ស៊ីហើយនៅក្នុងរយៈពេលប្រមាណឆ្នាំតមកទៀតណាប៉ូឡេអុងបានបន្តប្រតិបត្តិការយោធាវាយកាន់កាប់ប្រទេសម្ដងមួយនៅអឺរ៉ុបហើយគិតត្រឹមឆ្នាំ1812ប្រទេសអេស្ប៉ាញអ៊ីតាលីអាល្លឺម៉ង់បែលហ្ស៊ិកហូឡង់និងមួយផ្នែករបស់ប៉ូឡូញពូគូតំបន់អឺរ៉ុបស្ទើរតែទាំងមូលត្រូវស្ថិតនៅក្រោមការកាន់កាប់របស់បារាំងចំណែកឯចក្រភពអូទ្រីសនិងចក្រភពរុស្ស៊ីវិញដែលត្រូវបានកងទ័ពណាប៉ូឡេអុងវាយបំបាក់ជាច្រើនលើកបានចុះសន្ធិសញ្ញាសន្តិភាពជាមួយនឹងបារាំងណាប៉ូឡេអុងបាននាំចក្រភពបារាំងទៅក្នុងសម័យកាលដ៏រុងរឿងមួយនៅក្នុងប្រវត្តិសាស្ត្រចក្រភពបារាំងគឺជាមហាអំណាចដែលត្រួតត្រាអឺរ៉ុបស្ទើរតែទាំងមូលក៏ប៉ុន្តែណាប៉ូឡេអុងមិនបានស្កប់ចិត្តតែត្រឹមនោះទេណាប៉ូឡេអុងមានមហិច្ឆតាចង់វាយទីពង្រីកអំណាចរបស់បារាំងឲ្យបានកាន់តែធំជាងនេះថែមទៅទៀតមហិច្ឆតាដែលនឹងនាំទៅដល់ការធ្លាក់ចុះដុនដាបនៃចក្រភពបារាំងនៅខែមិថុនាឆ្នាំ1812នៅក្នុងពេលដែលចក្រភពបារាំងត្រួតត្រាតំបន់អឺរ៉ុបបានស្ទើរតែទាំងមូលទៅហើយនោះណាប៉ូឡេអុងនៅតែមានមហិច្ឆតាចង់ពង្រីកអំណាចរបស់បារាំងតទៅទៀតហើយបានលើកទ័ពចូលឈ្លានពានរុស្ស៊ីដែលបានចុះសន្ធិសញ្ញាសន្តិភាពជាមួយនឹងបារាំងរួចទៅហើយនៅខែកញ្ញាពលគឺ3ខែក្រោយពីណាប៉ូឡេអុងប្រកាសសង្គ្រាមជាមួយនឹងរុស្ស៊ីកងទ័ពបារាំងបានវាយយកបានក្រុងមូស្គូក៏ប៉ុន្តែខុសពីទម្លាប់ដែលគេធ្លាប់អនុវត្តជាទូទៅស្ដេចសាររបស់រុស្ស៊ីបានបដិសេធមិនព្រមចុះចាញ់ផ្ទុយទៅវិញកងទ័ពរុស្ស៊ីបានប្រើយុទ្ធសាស្ត្រវាយដកថយដោយដុតបំផ្លាញស្បៀងនិងផ្ទះសម្បែងទុកឲ្យទាហានរបស់ណាប៉ូឡេអុងប្រឈមមុខនឹងអាកាសធាតុត្រជាក់នៃរដូវរងារុស្ស៊ីដោយគ្មានទីជម្រកប្រឈមមុខនឹងអាកាសធាតុត្រជាក់និងការខ្វះស្បៀងព្រមទាំងជំងឺទាហានរបស់ណាប៉ូឡេអុងត្រូវបាក់កម្លាំងហើយការរត់ចោលជួរក៏កើតមានកាន់តែច្រើននៅទីបំផុតណាប៉ូឡេអុងក៏ត្រូវបង្ខំចិត្តដកកងទ័ពចេញពីរុស្ស៊ីក៏ប៉ុន្តែនៅក្នុងពេលដកថយទាហានរបស់ណាប៉ូឡេអុងដែលកំពុងតែចុះខ្សោយស្រាប់
ត្រូវប្រឈមមុខនឹងការវាយឆ្មក់ពីសំណាក់ទាហានរុស្ស៊ីនៅស្ទើរតែជាប់តាមផ្លូវចេញពីរុស្ស៊ីការឈ្លានពានទៅលើរុស្ស៊ីគឺជាបរាជ័យដ៏ធំមួយសម្រាប់ណាប៉ូឡេអុងកងទ័ពបារាំងដែលធ្លាប់តែជាកងទ័ពដ៏ខ្លាំងធ្វើឲ្យគេខ្លាចរអាពេញអឺរ៉ុបត្រូវទទួលរងនឹងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតនៅក្នុងចំណោមទាហានប្រមាណជា60,000 នាក់ដែលណាប៉ូឡេអុងបញ្ជូនទៅឈ្លានពានរុស្ស៊ីគេឃើញថានៅសល់តែប្រមាណជា30,000 នាក់ប៉ុណ្ណោះដែលវិលត្រឡប់មកវិញក្រៅពីនោះខ្លះត្រូវស្លាប់ខ្លះទៀតត្រូវចាប់ជាឆ្លើយសឹកហើយខ្លះទៀតបានរត់ចោលជួរនៅក្នុងពេលដែលទាហានបារាំងកំពុងតែធ្លាក់ចុះទន់ខ្សោយប្រទេសដែលធ្លាប់តែជាប្រទេសរណបឬជាសម្ព័ន្ធមិត្តរបស់បារាំងក៏បាននាំគ្នាងើបឡើងប្រឆាំងនឹងណាប៉ូឡេអុងហើយនៅឆ្នាំ1814អង់គ្លេសរុស្ស៊ីអូទ្រីសស៊ីអែតនិងអាល្លឺម៉ង់ក៏បានរួមដៃគ្នាជាសម្ព័ន្ធមិត្តហើយលើកទ័ពចូលមកឈ្លានពានបារាំងសាជាថ្មីម្ដងទៀតដោយលោកនេះពួកគេបានវាយបំបាក់ទាហានរបស់ណាប៉ូឡេអុងហើយបានវាយលុកចូលដល់ទីក្រុងប៉ារីនៅខែមេសាឆ្នាំ1814បារាំងសុំចុះចាញ់ហើយណាប៉ូឡេអុងត្រូវបានគេបង្ខំឲ្យដាក់រាជនិងនិរទេសខ្លួនទៅរស់នៅលើកោះមួយនៅក្បែរអ៊ីតាលីក៏ប៉ុន្តែរស់នៅនិរទេសបានប្រហែលជិត1ឆ្នាំណាប៉ូឡេអុងនៅមិនសុខចិត្តក៏វិលត្រឡប់មកប្រទេសបារាំងហើយឡើងគ្រងរាជ្យជាលើកទី2នៅខែមីនាឆ្នាំ1815ភ្លាមក្រោយការវិលត្រឡប់មកគ្រងរាជ្យរបស់ណាប៉ូឡេអុងប្រទេសដែលជាសត្រូវរបស់ណាប៉ូឡេអុងក៏បានរួមគ្នាបង្កើតសម្ព័ន្ធភាពយោធាសាជាថ្មីហើយសង្គ្រាមរវាងកងទ័ពសម្ព័ន្ធមិត្តនិងកងទ័ពរបស់ណាប៉ូឡេអុងក៏បានផ្ទុះឡើងជាថ្មីម្ដងទៀតនៅថ្ងៃទី18ខែមិថុនាឆ្នាំ1815នៅវ៉ាតេលូប្រទេសបែលហ្ស៊ិកកងទ័ពរបស់ណាប៉ូឡេអុងត្រូវទទួលបរាជ័យហើយណាប៉ូឡេអុងក៏ត្រូវបង្ខំចិត្តដាក់រាជជាលើកទី2និងជាលើកចុងក្រោយណាប៉ូឡេអុងត្រូវបានអង់គ្លេសចាប់និរទេសខ្លួនឲ្យទៅរស់នៅលើកោះមួយដែលស្ថិតនៅដាច់ស្រយាលនៅកណ្ដាលមហាសមុទ្រអាត្លង់ទិកណាប៉ូឡេអុងទទួលមរណភាពនៅថ្ងៃទី5ខែឧសភាឆ្នាំ1821នៅក្នុងវ័យ52ឆ្នាំបច្ចុប្បន្ននេះសាកសពរបស់ណាប៉ូឡេអុងត្រូវបានគេតម្កល់ទុកនៅក្នុងសារមន្ទីរមួយនៅក្នុងទីក្រុងប៉ារីឈ្មោះថាលេសាំវ៉ាលីនណាប៉ូឡេអុងត្រូវបានគេចោទឈ្មោះទុកថាជាមេដឹកនាំមួយរូបប្រកបទៅដោយភាពវាងវៃខាងផ្នែកយុទ្ធសាស្ត្រសង្គ្រាមគឺជាមេដឹកនាំដែលបាននាំប្រទេសបារាំងទៅរកភាពរុងរឿងនិងមានទឹកដីធំធេងបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់បារាំងក៏ប៉ុន្តែណាប៉ូឡេអុងក៏ចោទឈ្មោះផងដែរថាជាមេដឹកនាំដែលប្រកបទៅដោយមហិច្ឆតាខ្ពស់ហួសហេតុដែលបង្កទៅជាសង្គ្រាមឈ្លានពានវាទីពាសពេញតំបន់អឺរ៉ុបខាងមុខ